ក្បត់ម្នាក់បានយកញួរវាយទៅលើក្បាលព្រះពុទ្ធដែលមានតម្លៃរាប់ពាន់លានដែលធ្វើឲ្យអ្នកនៅទីនោះស្រឡាំងកាំងទាំងអស់គ្នាប៉ុន្តែភ្លាមនោះក្បាលព្រះពុទ្ធដែលធ្លាប់តែស្រអាប់ក៏ចាប់ផ្ដើមប្រេះស្រកាហើយរបកចេញបន្តិចម្ដងពួកគេក៏បានឃើញថានៅខាងក្នុងមានលាក់ទុកនៅក្បាលព្រះពុទ្ធដ៏មានតម្លៃបំផុតធូគឺជាសម្បត្តិជាតិដ៏មានតម្លៃបំផុតរបស់ព្រះនាងអ៊ូជាធានគឺក្បាលព្រះពុទ្ធមីងថាងប៉ុន្តែរបស់នេះត្រូវបានប្រគល់ឲ្យជនជាតិជប៉ុនម្នាក់ឈ្មោះគីដូក្នុងអំឡុងសង្គ្រាមចាប់តាំងពីពេលនោះមកសម្បត្តិជាតិមួយនេះបានបាត់ដានទៅក្រៅប្រទេសអស់រយៈពេល60ឆ្នាំធូឥឡូវកូនចៅរបស់ជនជាតិជប៉ុននោះបានយកក្បាលព្រះពុទ្ធនេះមកសមាគមបុរាណវត្ថុដើម្បីប្រគល់មកវិញប៉ុន្តែពួកគេមានលក្ខខណ្ឌថាត្រូវតែឲ្យកូនចៅរបស់អ្នកដែលបានប្រគល់ក្បាលព្រះពុទ្ធកាលពីមុនមកទទួលយកធូជាយ៉ាងណាអ្នកដែលបានប្រគល់ក្បាលព្រះពុទ្ធនោះត្រូវបានគេប្រហារជីវិតពីបទក្បត់ជាតិបាត់ទៅហើយចំណែកកូនប្រុសរបស់គាត់ក៏បានបាត់ខ្លួនអស់រយៈពេល20ឆ្នាំដែរសំណាងល្អចៅប្រុសរបស់គាត់នៅមានជីវិតយុវជនរូបនេះមានឈ្មោះថាស៊ូយៀនធ្វើដោយសារតែជីតាជាជនក្បត់ជាតិនិងឪពុកបានចាក់ចេញពីផ្ទះតាំងពីគេអាយុ7ឆ្នាំស៊ូយៀនត្រូវរស់នៅម្នាក់ឯងទាំងរងការរិះគន់ពីអ្នកដទៃគេតែងតែផឹកស្រានិងដើរបោកប្រាស់គេនៅក្នុងផ្សារលក់វត្ថុបុរាណនៅថ្ងៃនេះទាំងដែលមិនទាន់ស្វាងស្រាផងគេត្រូវបានគេនាំខ្លួនទៅកាន់កន្លែងប្រគល់ក្បាលព្រះពុទ្ធធម្មពេលរបស់ក្លេព្រីលស៊ូយៀនស្រឡាំងកាំងជាខ្លាំងនេះគឺជាអ្វីដែលធ្វើឲ្យគ្រួសាររបស់គេត្រូវរងការប្រមាថអស់ជាច្រើនចំនួនប៉ុន្តែនៅពេលពិនិត្យមើលទៅហេតុអ្វីបានជាវាដូចជារបស់คล้ายៗយ៉ាងនេះស៊ូយៀនបានលើកក្បាលព្រះពុទ្ធមកពិនិត្យយ៉ាងយកចិត្តទុកដាក់ធំមិនថាជាបច្ចេកទេសឬវត្ថុធាតុដើមទេសុទ្ធតែជាស្ទីលរបស់រជ្ជកាលថៃទាំងអស់ប៉ុន្តែមានតែផ្នែកម្ខាងប៉ុណ្ណោះដែលមានផ្ទៃគ្រើមខុសពីបច្ចេកទេសដុសខាត់ធម្មតាបើមិនពិនិត្យឲ្យច្បាស់ទេវាងាយនឹងច្រឡំថាជាស្នាមសឹកតាមធម្មជាតិណាស់នេះគឺជាចន្លោះប្រហោងមួយដែលមានអ្នកណាម្នាក់មានបំណងបន្សល់ទុកធូយិនសន្និដ្ឋានព្រាមថាក្បាលព្រះពុទ្ធនេះគឺជារបស់คล้ายៗប៉ុន្តែបើក្បាលព្រះពុទ្ធដែលជាតាប្រគល់ឲ្យជាក្បាលคล้ายៗនោះក្បាលពិតប្រកបជាត្រូវនៅទីណាមួយមិនខានគិតដល់ចំណុចនេះស៊ូយិនក៏ប្រញាប់ទៅផ្ទះចាស់របស់ឪពុកគេដើម្បីស្វែងរកតម្រុយហើយលើចូលទៅដល់គេឃើញក្នុងផ្ទះត្រូវគេរុះរើខ្ទេចខ្ទីអស់ប៉ុន្តែគេស្រាប់តែប្រទះឃើញសញ្ញាប៉ាខ្វាដ៏ចម្លែកមួយនៅលើឥដ្ឋស៊ូយៀនក៏បានយកត្រីវិស័យមកដាក់ពីលើបន្ទាប់ពីតម្រូវរួចគេក៏ឃើញថាត្រូនិចមិនបានចង្អុលទៅទិសខាងត្បូងទេតែចង្អុលទៅជញ្ជាំងជ្រុងម្ខាងស៊ូយៀនបានគោះជញ្ជាំងនោះហើយដឹងថាវាជាជញ្ជាំងគេក៏ប្រញាប់ឲ្យក្រដាស់កាសែតចេញហើយឃើញនៅលើឥដ្ឋមានសរសេរថាយិននៅក្នុងយ៉ាងមិនមែនយ៉ាងនៅក្នុងពេលនោះទេស៊ូយៀនមិនយល់ពីអត្ថន័យភ្លាមទេគេក៏សម្រេចចិត្តដកដុំឥដ្ឋនោះចេញបន្ទាប់ពីកាយរួចគេឃើញមានវត្ថុបុរាណជាច្រើននៅពីក្រោយជញ្ជាំងប៉ុន្តែមានទាំងរបស់ពិតនិងរបស់คล้ายៗលាយឡំគ្នាធូយៀននឹកឃើញដល់កូដមកដែលឪពុកគេធ្លាប់បង្រៀនកាលពីក្មេងគេប្រើចំណុចនឹងបន្ទាត់ដើម្បីតំណាងឲ្យរបស់ពិតនិងคล้ายៗបន្ទាប់ពីផ្គុំរួចគេទទួលបានឈ្មោះមួយគឺហ្វូគុយគឺជាមិត្តចាស់របស់ឪពុកគេពួកគេក៏បានទៅរកបុរសម្នាក់នេះតាមតម្រុយរហូតដល់ភូមិមួយដែលជំនាញខាងធ្វើវត្ថុបុរាណคล้ายៗថននៅស្មានមិនដល់ថាគ្រាន់តែចូលដល់ភូមិភ្លាមពួកគេត្រូវបានមេភូមិចាប់ខ្លួនមេភូមិបានយកកំបិតមកភ្ជង់កស៊ូយៀនដើម្បីសួរពីគោលបំណងរបស់គេស៊ូយៀនក៏បញ្ញាប្រាប់ថាមានកំណប់លាក់ទុកនៅក្នុងវិហារតូចមួយនៅមាត់ច្រកភូមិមេភូមិឮដូច្នោះក៏ភ្នែកឡើងធំហើយនាំគ្នាទៅរកកំណប់នៅទីនោះគ្មានបានយកថូដែលមេភូមិទុកឲ្យទៅដាក់លើជើងឈូកក្នុងវិហារបន្ទាប់ពីបង្វិលតាមពន្លឺចាំងមករូបសំណាកព្រះម៉ែគង់ស៊ីអ៊ីមក៏បើកចេញយឺតបង្ហាញឲ្យឃើញរូងភ្នំនៅខាងក្រោមពួកគេបានចូលទៅក្នុងបន្ទប់ក្រោមដីហើយឃើញរូបសំណាកព្រះពុទ្ធមួយនោះហើយគឺជាក្បាលព្រះពុទ្ធមីងថាងពិតប្រាកដរបស់ព្រះនាងអ៊ូជាធានធំនឹងតែគិតណាក់ពេលដែលស៊ូយៀននិងមេភូមិកំពុងប្រតែប្រតបគ្នាអ្នកជំនាញម្នាក់បានឆក់យកក្បាលព្រះពុទ្ធនោះរត់បាត់ទៅដើម្បីយកទៅចូលរួមក្នុងពិធីប្រគល់សម្បត្តិជាតិជំនួសស៊ូយៀនធូយៀនបានមកដល់កន្លែងពិធីទាំងសភាពរញ៉េរញ៉ៃហើយប្រាប់អ្នកគ្រប់គ្នាថាក្បាលព្រះពុទ្ធទាំងពីរនេះសុទ្ធតែជារបស់คล้ายៗទាំងអស់ក្បាលព្រះពុទ្ធពិតប្រាកដគឺនៅទីនេះស៊ូយៀនដើរឡើងលើឆាករួចដកញួរចេញពីកាបូបវាយទៅលើក្បាលព្រះពុទ្ធដែលអ្នកជំនាញនោះបានឆក់យកប្រកបខាងក្រៅរបស់ក្បាលព្រះពុទ្ធបានរបកចេញភ្លាមបង្ហាញឲ្យឃើញក្បាលព្រះពុទ្ធមីងថាងពិតប្រាកដយៀនបានប្រាប់អ្នករាល់គ្នាថារូបរាងពិតគឺស្ថិតនៅក្នុងសម្បកក្រៅហើយព្រះពិតគឺស្ថិតនៅក្នុងរូបคล้ายៗគ្រួសារតកូស៊ូបានការពារក្បាលព្រះពុទ្ធនេះអស់ជាច្រើនចំនួនហើយមិនដែលក្បត់ជាតិឡើយកាលពីមុនជីតារបស់ស៊ូយៀនសុកចិត្តស្លាប់ដើម្បីការពារកុំឲ្យសម្បត្តិជាតិធ្លាក់ទៅក្នុងដៃអ្នកដទៃគាត់បានប្រើល្បិចបដូរឆ្មាជាមួយព្រះអង្គម្ចាស់ដោយប្រើក្បាលคล้ายៗបន្លំឥឡូវនេះការពិតត្រូវបានលាតត្រដាងតកូលស៊ូត្រូវបានលាងជំរះភាពស្អាតស្អំហើយសម្បត្តិជាតិក៏បានត្រឡប់មកវិញដោយជោគជ័យបងនៅកំពុងធ្វើការប្រហុកថៃហៀបងប្រហុកថៃហៀគុណភាពល្អបងនៅខាងខេត្តកំពង់ចាមធានាគុណភាពឲ្យជាប្រភេទថៃទលេបងធានាគុណភាពឲ្យអត់មានប្រាសាទធីគីមីរសាទុកអីទេបងប្រហុកខាងប្អូនធានាធំក្លិនខធំក្លិនខាធានាដែលមានអំបិលច្រើនខាងប្អូនធានាដល់លុយជូនវិញទាំងអស់ហ្មងបងហើយសម្រាប់តម្លៃកាន់តែធូរថ្លៃមែនទែនបង1គីឡូតម្លៃត្រឹមតែ10000រៀលតែប៉ុណ្ណោះបង1គីឡូ10000រៀល1គីឡូ10000រៀលទេបងសម្រាប់អីវ៉ាន់នេះគឺលក់ធូរមែនទែន1គីឡូតែ10000ទេបង1គីឡូ10000ណាគាត់ថាបញ្ជាក់បន្តិចឲ្យពាក់ព័ន្ធមួយខាងសេវាខាងបងអ្នកចេញខាងប្អូនលក់តម្លៃធូរប៉ុណ្ណឹងហើយអញ្ចឹងខាងសេវាខាងបងអ្នកចេញទៅបងអធិស្ឋានផងហើយមិនបាច់ភ័យទេបងទីតាំងខាងប្អូនមានពិតប្រាកដអីវ៉ាន់មានពិតប្រាកដទីតាំងខាងប្អូននៅខាងភូមិថ្មដាឃុំព្រែកពោសុកសេងថោខេត្តកំពង់ចាមបងទីតាំងនៅភូមិថ្មដានឹងត្មងបងទីតាំងមានពិតអីវ៉ាន់មានពិតធានាគុណភាពឲ្យអត់រកស៊ីបោកប្រាស់ទេបងរស់រានឡើងបងអីវ៉ាន់ចំនួនមានកំណត់បងអរគុណច្រើនបងដែលបានទស្សនាវីដេអូខាងប្អូន